ថ្ងៃនេះយើងមកដោះស្រាយអំពីបញ្ហា AutoCAD មួយដែលទាំងអស់គ្នាខ្ញុំជឿថាពេលខ្លះនៅពេលដែលមានបញ្ហាទាំងគ្នាមិនអាចស្វែងរកដោះបានទេអញ្ចឹងកុំឲ្យខាតពេលទាំងគ្នាយូរយើងចូលទៅកាន់ AutoCAD របស់យើងតែម្ដងទៅពីទូទៅនៅពេលដែលទាំងអស់គ្នាគូobject មួយទាំងអស់គ្នាប្រកាសជាមានតាក់ទងទៅនឹងជ្រុងមួយមានចំណុចចាប់នៅខាងជ្រុងនេះមួយជ្រុងកណ្ដាលមួយអញ្ចឹង object ណាក៏ដោយមិនថាជា object ជា circle ជាline ជា polyline ឬមួយក៏ជាអឺ rectangle ទេវាតែងតែមានចំណុចចាប់ប៉ុន្តែដែលឡែកនៅក្នុងគណនីនេះវាអត់ចេញចំណុចចាប់អញ្ចឹងទេអញ្ចឹងមកខាតពេលទាំងអស់គ្នាយូរយើងចូលទៅដំណោះស្រាយយើងតែម្ដងទៅយើងជាដំបូងយើងចុចអក្សរ OP បាទ option enter បន្តមកទៀតយើងនឹងឃើញហើយដំបូងតោះនេះប្រហែលជាអាចចេញមកចេះបែបនេះយើងចូលទៅដល់ selection បន្តទៀតយើងយកពាក្យថានេះ show grip នេះ show grip ណាហើយតមកយើងយកពាក្យថាអូខេអញ្ចឹងបញ្ហាទាំងអស់នោះយើងនឹងអាចដោះស្រាយបានមកវិញបាទតានេះសូមអរគុណច្រើនបាទវីដេអូនេះមានតែប៉ុណ្្នឹងទេ